Ok យើងនិយាយអំពី offset laser អញ្ចឹងយើង configuration ដល់នេះយើងនិចមកបន្តមកទៀតយើងចូល parameter ទៅយើងជ្រើសរើសប្រភេទ laser យើង Leica Disto 510 810យើង tick មកនិច tick បន្តមកទៀតយើងចូលទៅលើ survey topo អញ្ចឹងទី1យើងចាប់ចំណុចចំនួន2ដើម្បីបង្កើតបានជាបន្ទាត់ reference យើងទី1យើង save ចំណុច27បន្តមកទៀតយើងថយក្រោយមកយើង save ចំណុចមួយទៀតលេខ128ចំណុចហ្នឹងយើងធ្វើម៉េចតម្រង់ទៅរកទីតាំងដែលយើងចង់ offset អញ្ចឹងពេលដល់បានហើយយើងចូល measure offset laser យើង connect ទៅ laser របស់យើង connect អញ្ចឹងទី1ទីតាំងកំពុងតែឈរ GPS ចាអាហ្នឹងលេខ128បន្ទាប់មកទៀតយើងយកលេខ127ដើម្បីបង្កើតបានជាបន្ទាត់មួយបន្ទាប់មកទៀតយើងតម្រង់ទៅចំណុចដែលយើងចង់ offset បន្ទាប់មកយើងចុច fire ប៊ូតុង fire នៅលើ laser យើងដើម្បីឲ្យ laser ចាប់ចម្ងាយពេលដែលយើងចុចប៊ូតុង fire មកវាចាប់ចម្ងាយវាបង្ហាញ coordinate នៅត្រង់ទីតាំងដែលយើង offset ហ្នឹងបើសិនជាយើងត្រូវការកម្ពស់យើងត្រូវបញ្ចូលកម្ពស់ laser ឲ្យត្រូវឧទាហរណ៍ថាឥឡូវកម្ពស់វា1ម៉ែត្រយើងដាក់1ម៉ែត្រមកអញ្ចឹងយើងតម្រង់ឲ្យចំគោលដៅចុចប៊ូតុង fire ម្ដងទៀតអញ្ចឹងយើងតម្រង់មកពេលដែលបានហើយយើងអាចដាក់ឈ្មោះដាក់លេខរៀងមកបន្ទាប់មកយើង save ជើឧទាហរណ៍ថាឥឡូវយើងចង់ផ្ទៀងផ្ទាត់តែចំណុចដែលយើង offset ហ្នឹងត្រូវអត់យើងចូល state point ចុច list លេខ130 stack ជើវាអាចខុសពី3ហ៊ុនអាស្រ័យទៅលើការកាន់ laser និង GPS យើងដាក់ត្រង់ឬមួយក៏អត់ចុះនេះយើងចេះជាក់ស្ដែងទៅបើទៅលើ horizontal វាខុសហើយជា3ហ៊ុន4ហ៊ុនតាមរយៈយើងកាន់នឹងមិននឹងអញ្ចឹងលក្ខណៈអញ្ចឹងយើងហៅថា